ឆ្លើយតបក្តីបារម្ភរឿងព្រំដែនសម្ដេចធិបតីហ៊ុនម៉ាណែតប្រាប់ប្រជាពលរដ្ឋខ្មែរនៅបារាំងពីការបដិញ្ញាការពារបូរណភាពទឹកដីមិនឲ្យបាត់បង់ឡើយមុនការវិលត្រឡប់មកកម្ពុជាវិញបន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសបារាំងសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបានអញ្ជើញទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានដែលជារបស់ពលរដ្ឋខ្មែរនៅទីក្រុងនីសក្នុងគ្រាចុះប្រស្រ័យដោយផ្ទាល់នេះពលរដ្ឋខ្មែរនៅទីនោះបានលើកឡើងពីក្តីបារម្ភចំពោះបញ្ហាព្រំដែនដែលកំពុងកើតមានឡើងរវាងកម្ពុជានិងថៃតែជាការឆ្លើយតបសម្ដេចធិបតីបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងមុតមាំបំផុតចំពោះកិច្ចការបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិបើតាមសម្ដេចធិបតីអមដោយវីដេអូជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋខ្មែរមួយចំនួនដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីសប្រទេសបារាំងបានបញ្ជាក់ឲ្យដឹងថាពលរដ្ឋខ្មែរនៅបរទេសនៅតែមានចិត្តនឹកចំពោះស្រុកកំណើតនិងបានបង្ហាញក្តីបារម្ភចំពោះបញ្ហាព្រំដែនហើយជាមួយគ្នានេះសហគមន៍ខ្មែរបានលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើននិងធានារក្សានៅបានសុខសន្តិភាពសំណេររបស់សម្ដេចធិបតីទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយក៏ការគិតគូរពីស្រុកកំណើតរបស់ខ្លួនមាននៅជាប់ជាប្រចាំពួកគាត់ប្រាប់ខ្ញុំថាសម្ដេចធ្វើយ៉ាងណាអភិវឌ្ឍប្រទេសយើងឲ្យកាន់តែរីកចម្រើនហើយកុំឲ្យមានសង្គ្រាមទៀតអីជាពិសេសពួកគាត់តាមដានដោយក្តីបារម្ភពីបញ្ហាព្រំដែនដែលកំពុងក្តៅឆ្លើយតបនឹងក្តីបារម្ភខាងលើសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានអះអាងទៅកាន់ប្រជាពលរដ្ឋនៅទីនោះថារាជរដ្ឋាភិបាលកម្ពុជាបដិញ្ញាដាច់ខាតក្នុងការការពារបូរណភាពទឹកដីនិងស្វែងរកដំណោះស្រាយតាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាមនិងការពារផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋខ្មែរ